រឿងនារីតម្បាញនិងប្រស្នារបស់ព្រះអង្គនៅភូមិឆ្ងាយមួយមាននារីវ័យក្មេងម្នាក់ឈ្មោះលក្ខិណានាងពូកែខាងត្បាញសូត្រណាស់គ្មានអ្នកណាប្រៀបទឹមបានឡើយព្រះបាទដ៏មានអំណាចបានឮដំណឹងពីនាងដោយមានចិត្តសង្ស័យព្រះអង្គក៏បានប្រកាសការប្រកួតដោះប្រស្នាដ៏ចម្លែកមួយដោយឲ្យនារីត្បាញសូត្រដ៏ល្អហើយប្លែកពីគេដើម្បីសាកចិត្តនាងនិងមន្ត្រីក្នុងវាំងដោយភាពប៉ិនប្រសប់របស់នាងជំនួសឲ្យការប្រើសូត្រនាងបានប្រមូលផ្កាម្លិះនិងគ្រឿងក្រអូបដ៏បរិសុទ្ធបំផុតនាងបានបង្កើតសរសៃសូត្រដែលគ្មាននរណាអាចមើលឃើញឡើយនាងបានអង្គុយនៅកីតម្បាញហើយធ្វើពុតជាត្បាញក្រណាត់យ៉ាងយកចិត្តទុកដាក់ដោយប្រើក្លិនក្រអូបដែលនាងបានផ្សំពេលលក្ខិណាទៅដល់វាំងនាងបានដាក់កន្ត្រាក់ទទេមួយនៅចំពោះមុខព្រះរាជាពួកមន្ត្រីដែលខ្លាចព្រះរាជាក៏ធ្វើពុតជាសរសៃក្រណាត់នោះហើយនិយាយថាវាជាក្រណាត់ដែលល្អឥតខ្ចោះព្រះបាទសើចយ៉ាងខ្លាំងព្រោះទ្រង់យល់ពីល្បិចកលនេះនិងភាពវៃឆ្លាតរបស់លក្ខិណានាងពិតជាឆ្លាតនិងពូកែខាងសិល្បៈរបស់នាងមែនព្រះបាទបានលើកតម្កើងនាងគេបានរៀនថាភាពពូកែពិតប្រាកដមិនមែនស្ថិតនៅលើភាពអួតអាងនោះទេតែនៅលើជំនាញដ៏ឆ្លាតវៃនិងភាពថ្លៃថ្នូរ